រឿងយក្សកន្ធត់និពន្ធដោយព្រំ សុគន្ធារ៉ូ គូសរូបដោយសៀត សុភាព យក្សកន្ធត់ទៅលេងបុណ្យក្នុងភូមិមួយ ចាចា ដើរបានមួយសន្ទុះស្រាប់តែឮសំឡេងគ្រីកគ្រូកយក្សកន្ធត់រត់ឆ្លេឆ្លាយក្សកន្ធត់រត់ពេញភូមិយក្សកន្ធត់ក៏ជួបយក្សកន្ធត់ស្រែកសួរថាអើយតើប្រគុណនៅឯណាឆ្លើយថាខ្ញុំអត់មានបង្គន់ទេខ្ញុំឈរនៅទីណាខ្ញុំជុះនៅទីនោះយក្សកន្ធត់ក៏ស្រែកថាមិនបានទេប្រឡាក់ជើងខ្ញុំអស់ហើយយក្សកន្ធត់រត់ពេញភូមិយក្សកន្ធត់ក៏ទៅជួបវោះវាស្រែកសួរថាវោះអើយតើប្រគុណនៅឯណាវោះក៏ឆ្លើយថាខ្ញុំអត់មានបង្គន់ទេខ្ញុំជុះនៅមុខផ្ទះយក្សកន្ធត់ក៏ស្រែកថាមិនបានទេស្អុយខ្លាំងណាស់យក្សកន្ធត់ក៏រត់បន្តទៀតយក្សកន្ធត់ក៏ទៅជួបមៀវវាស្រែកសួរថាមៀវតើបង្គន់នៅឯណាមៀវក៏ឆ្លើយថាខ្ញុំគ្មានបង្គន់ទេខ្ញុំជុះត្រង់ណាខ្ញុំកាយកប់ត្រង់នោះយក្សកន្ធត់ស្រែកទៀតមិនបានទេខ្ញុំខ្មាស់គេណាស់យក្សកន្ធត់រត់ក៏ក្រៅភូមិយក្សកន្ធត់ក៏ជួបបូវាស្រែកសួរបូអើយតើប្រគុណនៅឯណាបូឆ្លើយថានៅទីនោះយក្សកន្ធត់រត់យ៉ាងលឿនទៅបង្គន់យក្សកន្ធត់ចេញពីបង្គន់យក្សកន្ធត់លាងដៃជាមួយសាប៊ូវានិយាយតែម្នាក់ឯងរួចរាល់ហើយខ្ញុំលែងឈឺពោះទៀតហើយយក្សកន្ធត់រត់ទៅរកបូមៀវវោះនិងតោះពួកយើងនាំគ្នាទៅលេងបុណ្យភូមិពួកគេក៏ទៅលេងបុណ្យភូមិវិញយ៉ាងរីករាយហាពិតជាសប្បាយណាស់សំណួរសួរថាតើយក្សកន្ធត់ទៅដើរលេងនៅឯណាហេតុអ្វីបានជាយក្សកន្ធត់រត់ឆ្លេឆ្លាពេញភូមិតើយក្សកន្ធត់បានទៅសួររកបង្គន់នៅផ្ទះរបស់នរណាខ្លះហេតុអ្វីបានជាយក្សកន្ធត់មិនបន្តបង់ក្រៅបង្គន់ចុះប្អូនវិញតើប្អូនបន្តបង់នៅក្រៅបង្គន់ឬនៅក្នុងបង្គន់ហេតុអី